សួស្តីទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងវិលត្រឡប់មកជួបនាងខ្ញុំសាជាថ្មីដោយសារតែកាលពីមួយរយៈមុនគឺខ្ញុំមានការរវល់អញ្ចឹងអត់ស្បានសូវចេញជាវីដេអូមួយដើម្បីបង្ហាញពីតម្លៃហាងឆេងមាសជូនទៅកាន់បងប្អូនទាំងអស់គ្នាទេអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបង្ហាញពីតម្លៃហាងឆេងមាសហើយយ៉ាងម៉េចដែរបងប្អូនសុខទុក្ខដែលគាត់ធ្វើការទិញហាងឆេងមាសតាមរយៈប្រព័ន្ធធនាគារអញ្ចឹងឃើញថាតម្លៃហាងឆេងមាសមានការធ្លាក់ចុះខ្លាំងមែនទែនឥឡូវហ្នឹងគឺវេលាម៉ោង3រសៀលហើយប៉ុន្តែតម្លៃហាងឆេងមាសគឺអត់ទាន់មានការងើបឡើងមកវិញទេគឺមានការធ្លាក់ចុះរហូតដល់តម្លៃ$4624នៅក្នុងមួយអោនហើយបើយើងគិតជាតឡឹងមានន័យថាមួយតឡឹងនៅក្នុងទីផ្សារប្រទេសកម្ពុជារបស់យើងគឺតម្លៃ$5571នៅក្នុងមួយតឡឹងមួយជីវាស្មើនឹង$557នៅក្នុងមួយជីអញ្ចឹងសម្រាប់ការទិញលក់ហាងឆេងមាសតាមរយៈប្រព័ន្ធធនាគារនេះមិនថាបងប្អូនចូលទិញឬមកក៏លក់ទេគឺសុទ្ធតែអាចទាញយកផលចំណេញបានច្រើនដូចគ្នាអញ្ចឹងបងប្អូនដែលគាត់បានធ្វើការលក់ធ្វើការ sale អញ្ចឹងពេលដែលតម្លៃហាងឆេងមាសធ្លាក់ចុះនេះគាត់អាចទាញយកផលចំណេញបានច្រើនហើយសម្រាប់បងប្អូនណាដែលគាត់មានចំណាប់អារម្មណ៍ចង់ចេះកក់ហាងឆេងមាសតាមប្រព័ន្ធធនាគារបងប្អូនទាំងអស់គ្នាគឺមានឯកសារបន្តិចបន្តួចអាចផ្ញើមកខាងនាងខ្ញុំនឹងធ្វើការបើកគណនីជូនបងប្អូនទាំងអស់គ្នាតែម្ដងហើយបងប្អូនទាំងអស់គ្នាមិនបាច់ភ័យខ្លាចឬមកក៏ព្រួយបារម្ភរឿងដើមទុនរបស់បងប្អូនទាំងអស់គ្នាដោយសារតែដើមទុនរបស់បងប្អូនទាំងអស់គ្នាគឺរក្សានៅក្នុងប្រព័ន្ធធនាគារហើយរក្សានិងគាំពារដោយប្រព័ន្ធ CSA ផ្ទាល់តែម្ដងហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងព័ត៌មានលម្អិតពីការជួញដូរក៏ដូចជាចង់សិក្សាស្វែងយល់បន្ថែមពីការទិញលក់ហាងឆេងមាសឬមកក៏ការកក់តាមប្រព័ន្ធធនាគារនេះបងប្អូនទាំងអស់គ្នាអាចធ្វើការទាក់ទងមកកាន់ Telegram ខាងលើបាន